មន្ត្រីក្រមអវ៉ាតអះអាងថាលោកឆាយកែវមនីអធិការស្រុកបាទីទទួលសំណូកពីល្បែងអនឡាញក្នុងមួយខែចំនួន$5,000អាមេរិកលោកឆាយកែវមនីអធិការស្រុកបាទីបានរងការចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរដោយទទួលសំណូកពីល្បែងអនឡាញសុភមិត្ត Resident ស្ថិតនៅភូមិត្រយឹងខ្ពស់ឃុំលំពងស្រុកបាទីចំនួន$5,000អាមេរិកក្នុងមួយខែត្រូវគ្នាជាប្រព័ន្ធក្នុងការបើកល្បែងអនឡាញក្នុងមូលដ្ឋានស៊ីដាច់លុយមូលនិធិសម្រាប់ជួយនគរបាលមានទុកដឹកនាំគៀបសង្កត់ប្រកាន់បពពួកបណ្ដាលឲ្យប៉ះពាល់សតិអារម្មណ៍កងកម្លាំងករណីនេះពុំមានការបកស្រាយបំភ្លឺពីលោកឆាយកែវមនីនោះឡើយយោងលិខិតរបស់មន្ត្រីនគរបាលស្រុកបាទីខេត្តតាកែវអមដោយស្នាមមេដាយចំនួន67នាក់ដែលមិនចុះកាលបដិឆេទនិងបានគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយពួកគាត់អះអាងថាលោកឆាយកែវមនីអធិការស្រុកបាទីបានបើកល្បែងបញ្ជូលមាន់អនឡាញរាប់រយកន្លែងជ្រកក្រោមល្បែងឡូតូមានអាជ្ញាប័ណ្ណស្របច្បាប់មិនត្រឹមតែប៉ុណ្ណោះលោកអធិការក៏បានទទួលលុយបង់ជាខែពីក្រុមហ៊ុនអនឡាញសុភមិត្ត Resident ស្ថិតនៅភូមិត្រយឹងខ្ពស់ឃុំលំពងស្រុកបាទីខេត្តតាកែវចំនួន$5,000អាមេរិកក្នុងមួយខែតែលោកអធិការនៅតែមិនគ្រប់មិនគ្រាន់គាត់ទាមទារថ្លៃម្ហូបពីនគរបាលដែលមានមុខរបរតូចតាចគ្រាន់ទប់ទល់ជីវភាពសកម្មភាពចោរឆក់ចោរលួចក្មេងទំនើងមានគ្រប់ទីកន្លែងនិងមានស្ទើរជារៀងរាល់ថ្ងៃមិនបង្ក្រាបបែជាមិនអោយមន្ត្រីស្រែកដើម្បីស្ទាក់ចាប់ដោយខ្លាចថ្នាក់លើដឹងថាស្រុកបាទីអស្ថិរភាពត្រង់ចំណុច10មន្ត្រីក្រមអាវ៉ាតបញ្ជាក់ថានៅពេលប្រមូលថវិកាសម្រាប់ជួយសម្រាលទុក្ខនិងសួរសុខទុក្ខមិត្តនគរបាលសម្រាប់ព្យាបាលជំងឺឬគ្រោះថ្នាក់ផ្សេងលោកអធិការតែងតែកាត់យកថវិកាលើសពីពាក់កណ្ដាលដោយអះអាងថាទុកសម្រាប់អ្នកផ្សេងទៀតជាក់ស្ដែងលោកស្រីវរៈស្នេហ៍ត្រីតលនិរតីឈឺប្រមូលបាន$1,20,000រៀលប្រគល់ជូនបាន$40,000រៀលលោកវរៈស្នេហ៍តូជាយុវ័នប្រមូលថវិកាបាន$2,50,000រៀលប្រគល់ជូនបាន$1,000,000រៀលហើយគ្រប់ពេលដែលមានការប្រមូលថវិកាសម្រាប់ឧបត្ថម្ភមិត្តនគរបាលលោកអធិការតែងតែកាត់យកបែបនេះទន្ទឹមនឹងនោះនៅដើមឆ្នាំ2024ដល់ដើមឆ្នាំ2025លោកអធិការបានប្រមូលថវិកាថាសម្រាប់ជួយឧបត្ថម្ភបកស្រុកនិងខេត្តដោយតម្រូវឲ្យបង់លោកស្រីអធិការរងលោកនាយប៉ុស្តិ៍បង់$10,000រៀលនិងមន្ត្រីផ្សេងទៀតបង់$5,000រៀលសរុបថវិការាល់ខែគឺ$1,30,000រៀលរយៈពេលជាង1ឆ្នាំទើបមានពាក្យលេចឮដល់លោកអភិបាលស្រុកនិងលោកប្រធានក្រុមប្រឹក្សាស្រុកទើបលោកអធិការឈប់ប្រមូលថវិកាវិញក្នុងនោះមន្ត្រីនគរបាលក៏បានលើកឡើងដែរថាលោកឆាយកែវមនីអធិការស្រុកបាទីដឹកនាំប្រកាន់បពពួកគៀបសង្កត់កំណត់យកលុយក្រោមរូបភាពផ្សេងបណ្ដាលឲ្យប៉ះពាល់សតិអារម្មណ៍កងកម្លាំងក្រមអាវ៉ាតដែលមិនអាចទទួលយកបានដើម្បីឲ្យមានចម្លើយទាំងសងខាងនៅព្រឹកថ្ងៃទី8ខែកុម្ភៈឆ្នាំ2026ដើមរាំងបានព្យាយាមសុំការបំភ្លឺពីលោកឆាយកែវមនីអធិការស្រុកបាទីប៉ុន្តែទូរស័ព្ទចូលហើយលោកមិនទទួលទោះជាយ៉ាងនេះក្តីលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងថាករណីដែលមន្ត្រីនគរបាលស្រុកបាទីប្តឹងលោកឆាយកែវមនីជុំវិញការប្រព្រឹត្តអំពើពុករលួយក្រសួងមហាផ្ទៃបានទទួលដំណឹងនេះហើយគ្រាន់តែថានេះជាដំណឹងជំហានដំបូងដូច្នេះក្នុងក្របខ័ណ្ឌក្រសួងនឹងធ្វើការត្រួតពិនិត្យដើម្បីស្វែងរកការពិតដោយមិនទាន់អាចធ្វើការសន្និដ្ឋានឬវិនិច្ឆ័យករណីខាងលើភ្លាមនោះទេជាមួយគ្នានេះអ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បានលើកទឹកចិត្តដល់មន្ត្រីនគរបាលទាំង67រូបនោះសូមមកដាក់ពាក្យបណ្ដឹងជាផ្លូវការដើម្បីជាតហេលេកបន្ថែមទៀតក្នុងការអង្កេតស្រាវជ្រាវទៅលើករណីខាងលើឲ្យកាន់តែស៊ីជម្រៅជុំវិញរឿងរ៉ាវខាងលើមន្ត្រីនគរបាលស្រុកបាទីសូមស្នើយ៉ាងទទូចដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាពិនិត្យចាត់វិធានការវះកាត់លើលោកឆាយកែវមនីតាមការស្នើសុំដោយក្តីអនុគ្រោះ